បាទម្រាបសួរបងប្អូនទាំងអស់គ្នាជាទីគោរពរាប់អានបាទហ្នឹងហើយព័ត៌មានថៃបានចុះផ្សាយថ្មីថាហ្នឹងហើយហើយខ្ញុំបាទក៏បានយកคลิปវីដេអូរបស់ព័ត៌មានថៃហ្នឹងមកបកប្រែបន្ថែមហ្នឹងហើយគេចង់និយាយពីអ្វីគឺនិយាយតាក់ទងពីបញ្ហាដែលគេនិយាយបានរយៈពេលប្រហែលថ្ងៃហ្នឹងគេប្រាប់ទៅជាជនឬថ្នាក់ដឹកនាំរបស់ប្រទេសគេណាគេថាទីតាំងកន្លែងណាដែលតែហ៊ានសៀមណាវាយយកបានណាវាយយកបានគឺគេមិនបកគលឲ្យខ្មែរវិញទេទីគ្រប់ទីតាំងទាំងអស់ដែលកងទ័ពសៀមវាយយកបានហ្នឹងក្នុងវីដេអូនេះគេនិយាយចឹងណានឹងមានច្រើនតំបន់មានច្រើនកន្លែងដូចជាតំបន់ប្រាសាទសារីសុស្ដីប្រាសាទវេទមន្តទុយវេទមន្តធំអានេះយើងហៅតាមឈ្មោះដើមអានសេះថ្មដានិយាយរួមទៅគ្រប់ទីតាំងទាំងអស់ដែលកន្លែងដែលវាវាយហ្នឹងគឺវានឹងយកវាអត់បកគលឲ្យខ្មែរវិញទេហ្នឹងអញ្ចឹងយើងត្រូវដឹងថាគោលការណ៍របស់ប្រទេសសៀមហ្នឹងប្រទេសថៃហ្នឹងគឺវាអញ្ចឹងឯងគឺវាវាយឈ្លានពានទឹកដីយកទឹកដីខ្មែរយើងហ្នឹងហើយមិនថាតាមតំបន់ព្រំដែនផ្លូវទឹកផ្លូវគោកទេតែវាវាយយកបានកន្លែងណាគឺវាគ្រប់គ្រងយកកន្លែងហ្នឹងហើយតាហ៊ានសៀមមេតបសៀមវានិយាយទៀតថាយន្តហោះតម្លាក់គ្រាប់បាយវាគឺវាអាណិតខ្មែរអាណិតប្រជាជនខ្មែរអាណិតស៊ីវិលខ្មែរបើវាមិនអាណិតទេគឺយន្តហោះវាតម្លាក់គ្រាប់បាយវាហោះហ្នឹងគឺប្រហែលជា70គ្រឿង100គ្រឿងហ្នឹងហើយប៉ុន្តែអានេះគ្រាន់តែវាហោះតែ2 3គ្រឿងទេវាបាននិយាយចឹងទៀតណាបើវាមិនអាណិតដល់ប្រជាជនស៊ីវិលទេគឺវាហោះមកដល់100គ្រឿងឬក៏70គ្រឿងតម្លាក់នៅតាមព្រំដែនយើងហ្នឹងគឺខ្ទេចខ្ទីផ្ទះសម្បែងភូមិឋានអស់ហើយអញ្ចឹងវាអាណិតបានវាហោះតែប្រហែលគ្រឿង4 5គ្រឿងអញ្ចឹងណានឹងវានិយាយចឹងទៀតឥឡូវមើលទៅតាមព្រំដែនយើងឃើញคลิปវីដេអូដែលសៀមដែលវាថតបង្ហោះបង្ហាញគឺទីតាំងណាដែលវាយកបានគឺវានឹងគ្រប់គ្រងកាន់កាប់វាអត់បកគលឲ្យខ្មែរជាដាច់ខាតហ្នឹងហើយយើងមានដំណោះស្រាយយ៉ាងណាយ៉ាងនេះអានេះជារឿងផ្សេងទៀតអានេះយើងអត់ដឹងទេប៉ុន្តែគ្រាន់តែយើងសម្រាយបកប្រែទៅតាមព័ត៌មានថៃតែប៉ុណ្ណោះ